ជួយដកទឹកក្តៅឲ្យខ្ញុំមួយកែវមកបានទេអូយក្តៅណាស់ឯងកំពុងធ្វើស្អីហ្នឹងបងអានជេជីងកាត់អីហ្នឹងបើបងមិនពេញចិត្តនឹងខ្ញុំត្រង់ណាបងប្រាប់ខ្ញុំចំមកហេតុអីក៏បងត្រូវយកទឹកក្តៅមកចាក់លើដៃខ្ញុំអញ្ចឹងលីនជីងឯងនិយាយឲ្យប្រយ័ត្នមាត់បន្តិចមើលហាច់បងមូឈិនទេកុំអីបងប្រហែលជាបងអានជេឃើញពួកយើងស្រឡាញ់គ្នាពេកទើបគាត់ច្រណែនហើយគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានអញ្ចឹងចុះខ្ញុំមិនអីទេបងអូនឯងនេះចិត្តទន់ពេកហើយទើបបានជាបណ្ដោយឲ្យមនុស្សស្រីបែបហ្នឹងជិះសេះដេញតាមអញ្ចឹងមនុស្សស្រីចិត្តអាក្រក់បែបហ្នឹងមិនគួររស់នៅលើโลกនេះទេបងមូឈិនជីងអូនកើតអីកុំយំអីណាប៉ុន្មានថ្ងៃនេះបងអានជេមើលថែខ្ញុំក៏ហត់នឿយខ្លាំងដែរបងលើកលែងទោសឲ្យគាត់ទៅណាជីងនាងគ្រាន់តែសម្ដែងទេកុំទៅចិត្តទន់ឲ្យសោះបងមូឈិនចាត់ទុកថាខ្ញុំសុំបងចុះណារឿងនេះបញ្ចប់ត្រឹមនឹងទៅបានទេពួកយើងមិនអាចលែងខ្លួននាងបានទេបើបងនៅតែមិនព្រមតាមខ្ញុំទៀតខ្ញុំនឹងមិនព្រមព្យាបាលបន្តទៀតទេលោកគ្រូពេទ្យបានបងមិនធ្វើបាបនាងទៀតទេចឹងបានទេគិតក្នុងចិត្តមិនថាខ្ញុំនិយាយច្រើនប៉ុណ្ណាក៏មិនស្មើលីនជីងនិយាយមួយម៉ាត់ដែរឯងលុតជង្គង់នៅមុខជីងពេញមួយថ្ងៃទៅបើមិនអញ្ចឹងទេខ្ញុំមិនអត់ទោសឲ្យឯងដាច់ខាតបងមូឈិនធ្វើបែបនឹងមិននឹងកើតទៅជីងនេះជាអ្វីដែលនាងជំពាក់អូនហ្វូមូឈិនលោកកុំធ្វើហួសហេតុពេកមើលលុតជង្គង់ចុះកុំឲ្យខ្ញុំនិយាយជាលើកទី2ឲ្យសោះលុតជង្គង់ចុះកុំឲ្យខ្ញុំនិយាយជាលើកទី2ហ្វូមូឈិនលោកពិតជាស្រឡាញ់លីនជីងខ្លាំងណាស់មែនទេតែលោកកុំភ្លេចណាខ្ញុំទេទើបជាប្រពន្ធរៀបការស្របច្បាប់របស់លោកបើកមើលទៅមើលហេតុអីក៏ត្បូងពេជ្ររបស់ខ្ញុំទៅនៅនឹងលោកវិញអញ្ចឹងខ្ញុំរកឃើញនៅលើខ្លួនរបស់អានឈិនស៊ីនាងលួចត្បូងពេជ្ររបស់ខ្ញុំទៅធ្វើអីហ្នឹងខ្ញុំសង្ស័យថាកាលពីឆ្នាំនោះនាងប្រើត្បូងពេជ្រនេះដើម្បីបោកប្រាស់លោកតាហើយនិយាយភូតភរថាខ្លួនឯងជាអ្នកជួយសង្គ្រោះខ្ញុំកាលពីមុនជីងទៅថ្ងៃមុខអូនកុំសូវនៅចិត្តនាងអីចាសកាលខ្ញុំដកត្បូងពេជ្រនេះពីខ្លួនអានឈិនស៊ីខ្ញុំឃើញវាមានស្នាមប្រេះបន្តិចទើបតែធ្វើរួចថ្ងៃនេះក៏ប្រញាប់យកមកឲ្យអូនតែម្ដងទៅអរគុណច្រើនហើយបងមូឈិនអានឈិនស៊ីឲ្យអានឈិនស៊ីចុងក្រោយត្បូងពេជ្ររបស់ឯងក៏ធ្លាក់មកលើដៃឯងដដែលសូម្បីតែរបស់ខ្លួនឯងក៏រក្សាមិនបានផងនៅចង់មកដណ្ដើមបងមូឈិនពីឯងទៀតចង់មកប្រជែងជាមួយអញហឹងឯងនៅខ្ជិលចែណាស់អានឈិនស៊ីជួលមនុស្សមកសម្លាប់គេធ្វើបាបគេដោយប្រើទឹកក្តៅចាក់ពីលើហើយថែមទាំងហ៊ានលួចរបស់របររបស់ជីងទៀតមិនប្លែកទេដែលឯងអាចបញ្ចុះបញ្ចូលលោកតាឲ្យបង្ខំខ្ញុំការជាមួយឯងបាននោះហ្វូមូឈិនទៅប្តឹងទៅខ្ញុំអាចប្តឹងលោកពីបទបរិហាកេតបានពួកយើងអ្នកណានឹងចូលគុកមុនឈួតលប់មែនមនុស្សដែលធ្វើខុសត្រូវតែទទួលទោសខ្ញុំអត់មានធ្វើខុសទេអានឈិនស៊ីបើឯងខ្លាំងឯងទ្រាំរស់នៅបែបហ្នឹងរហូតទៅធ្វើជាប្តីប្រពន្ធតែឈ្មោះគ្មានភាពផ្អែមល្ហែមពេញមួយជីវិតទៅចុះសុខភាពរបស់លោកតាមិនអាចទទួលការប៉ះទង្គិចផ្លូវចិត្តបានទេបើគ្មានការអនុញ្ញាតពីលោកតាទេខ្ញុំមិនលែងលះដាច់ខាត